មុននឹងចូលដល់ការសម្រាយសាច់រឿងរបស់យើងប្រិយមិត្តទាំងអស់គ្នាជួយ like វីដេអូម្នាក់មួយក៏ដូចជាការ comment នៅរូបបេះដូងម្នាក់មួយដើម្បីជាការកែកំសាន្តក៏ដូចជាការហាត់ប្រាណម្រាមដៃចាប់ផ្ដើមសាច់រឿងអបតងោគេក៏និយាយថានៅពេលនេះអ្នកប្រចៅហ្វាំងបរាជ័យទៅហើយតើនៅពេលនេះយើងគួរតែធ្វើម៉េចទៅគ្នារបស់គេតបថាគួរតែប្រកួតចៅហ្វាំងទៅឲ្យគេទៅបតងោគេក៏បានបដិសេធទេចៅហ្វាំងគឺជាអ្នកនាំរឿងដូច្នេះហើយយើងគួរតែឲ្យគេដោះស្រាយដល់ខ្លួនឯងទៅនិយាយចឡើងស្រាប់តែសៀមម្ដាយរបស់ជាតាចៅហ្វាំងទៅឲ្យពួកអសតដេរិឆានតើពួកឯងពងតែនិយាយអីចៅហ្វាំងគឺជាអ្នកប្រុសនៃគ្រួសារចៅរបស់យើងគេក៏បានតបថាអ្នកប្រុសស្អីទៅពេលមិនដោយសារតែគេប៉ះពាល់ទៅលើចៅហ្វាំងក្រុងទៅនោះគេក៏មិនចាប់ការទៅលើគ្រួសារចៅរបស់យើងឡើយអ្នកណាដែលយល់ដឹងគឺជាអ្នកប្រាជ្ញដូច្នេះហើយយើងក៏មិនចង់ងាប់ជាមួយពួកឯងទេបន្តមកពីក្បាលនឹងក៏បានចូលរួមជាមួយនឹងកងទ័ពរបស់ចៅហ្វាំងក្រុងទៅជាហេតុក៏បានធ្វើឲ្យជាតារបស់ចៅហ្វាំងមានអារម្មណ៍ថាក្តៅក្រហាយមែនទែនបន្តមកពីក្បាលនឹងគេក៏បានទៅគោរពទីជាវនិងក៏ប្រាប់ថានៅពេលនេះកុំសម្លាប់គេអីក៏សុំចោះចាញ់ហើយទីជាវគេក៏បានតបថាល្អជីវិតរបស់ឯងត្រូវបានសង្គ្រោះហើយបន្តមកចៅហ្វាំងក៏សួរថាតើមានរណាគេចង់ទៅទៀតទេបើសិនជាឯងនៅជាមួយយើងប្រកាសជាស្លាប់ហើយប៉ុន្តែពួកគេទាំងពីរក៏បដិសេធថាមិនទៅទេគ្រួសារចៅគឺជាផ្ទះរបស់យើងដូច្នេះហើយអ្នកប្រុសនៃគ្រួសារចៅក៏ជាច្បាយរបស់យើងជាហេតុចៅហ្វាំងមានអារម្មណ៍ថា happy មែនទែននិងក៏បានគិតថាគ្រួសារតើនេះមែនទេដែលក៏ជាអារម្មណ៍ថាមាននៅគ្រួសារនោះដោយបន្តមកចៅហ្វាំងចាប់ផ្ដើមដើរទៅមុខរួចក៏បាននិយាយថាយើងគឺជាចៅហ្វាំងក៏សូមសបត់ថានឹងការពារទៅលើគ្រួសារចៅដោយជីវិតរបស់យើងដើម្បីការពារទៅលើសមាជិកនៃគ្រួសារចៅទាំងអស់យើងក៏មិនខ្លាចងាប់ឡើយបន្តមកអ្នកទាំងពីរក៏បានស្រែកថាមែនហើយពួកយើងទាំងពីរក៏ស៊ឺស្លាប់ដើម្បីគ្រួសារចៅទីឈូគេក៏បានដើរចូលទៅពួកអលងងពួកឯងត្រៀមដេកកប់ឲ្យទៅចៅហ្វាំងស្លឹងមើលទៅតាមដាវងាររបស់គេព្រមទាំងបានគិតថាបន្ទាប់ពីការប្រមូល experience យ៉ាងច្រើននៅពេលនេះវាគួរតែល្មមគ្រប់គ្រាន់ហើយនិងក៏បានស្រ័យប្រាប់ទៅកាន់ប្រព័ន្ធ upgrade ទៅរេងកាយចៅហ្វាំងចាប់ផ្ដើមដែតព្រមជាមួយចំហាយដែលជាការ upgrade នៅចំនួនបន្ទុករបស់គេ 1.5M នៅពេលនេះក៏បានប្រាចៅហ្វាំងទម្លុះទៅកាន់កម្រិតឧត្តមសេនីយ៍ផ្កាយមួយបាត់ទៅហើយមិនត្រឹមតែប៉ុណ្ណោះទេក៏បានឡើងទៅកាន់ផ្កាយ2ជាហេតុក៏បានធ្វើឲ្យអ្នករាល់គ្នាក៏ពិតជាមានអារម្មណ៍ថាភ្ញាក់ផ្អើលមែនទែនប៉ុន្តែក៏មិនទាន់ចាប់ឡាយ system ក៏បន្តប្រកាសថានៅពេលនេះចៅហ្វាំងក៏បានឡើងទៅកាន់ផ្កាយ3ប៉ុន្តែក៏នៅតែមិនទាន់ចាប់ឡាយបន្ទាប់ពីការប្រកាសចុងក្រោយនៅពេលនេះគេក៏បានឡើងទៅកាន់ផ្កាយ4បាត់ទៅហើយជាមួយនឹងកម្រិតនៃការស្ទាត់ជំនាញការប្រើប្រាស់ដាវទេវភាពទាំង10របស់ចៅហ្វាំងនៅពេលនេះក៏ឈានទៅកាន់ level ស្តង់ដារទៅហើយនៅពេលនេះគេក៏អាចប្រើប្រាស់នៅចំហាយដាវទាំង5ដែលវាគឺជាការរួមបញ្ចូលនៅជីពចរទាំង5នឹងឯងដោយបន្តទៅចូលមកខាងក្រោមចៅហ្វាំងក៏បានស្រែកថាទីជាវយើងល្អគួរតែយកព្រមចោះចាញ់ទៅយើងក៏ប្រហែលជាអាចទុកជីវិតឲ្យគេក៏បានតបថាចោះចាញ់មែនទេយកសពទៅអ្នកទាំងពីរម្នាក់ដើរម្នាក់លំពេញចាប់ផ្ដើមសម្រិតចូលទៅក៏ដូចជាការកាប់គ្នាចឡើងបែកផ្កាភ្លើងព្រាកពេញទៅនឹងតែម្ដងមើលទៅកាន់ចៅហ្វាំងក៏វិដាវរបស់គេក៏ពិតជាលឿនមែនតើទីឈូគេក៏បានគេចឡើងព្រមជាមួយនឹងការទៅប្រងទប់ចឡើងសៀមមួយជង្គង់របស់ចៅហ្វាំងទៅហើយបន្តមកទីឈូចាប់ផ្ដើមក៏វិលំពេញរបស់គេចឡើងរួយក៏បានចាប់កាន់លំពេញរបស់គេពោពេញទៅដល់ចំហាយធម្មពលនិងក៏វិចឡើងព្រមជាមួយចំហាយនេះក្រៀកវាយប្រហារទៅកាន់ចៅហ្វាំងស្រាប់តែចៅហ្វាំងប្រើប្រាស់ជាមួយកណ្ដាប់ដៃភ្លើងតកតើជាមួយចំហាយនេះជាហេតុក៏បានធ្វើចំហាយនេះអាលីបាត់ទៅហើយបន្តមកទីឈូចាប់ផ្ដើមសម្រិតចូលមកប្រើប្រាស់លំពេញរបស់គេកាប់ទៅកាន់ចៅហ្វាំងជាហេតុក៏បានធ្វើចៅហ្វាំងសង្កត់មិនទាន់ឡើយបន្ទាប់ពីការកិច្ចចឡើងប្រើប្រាស់ដាវរបស់គេទប់រងក៏ត្រូវបានប៉ាបន្តិចបន្តមកក៏ចាប់ផ្ដើមប្រើប្រាស់ចំហាយដាវទាំង5របស់គេរួមបញ្ចូលតែមួយនិងក៏សម្រាប់ចូលទៅទីឈៀវប្រើប្រាស់លំពេញរបស់គេទប់រងចំហាយដែលបានសាយភីពីការទប់ប្រឆាំងគ្នាវាក៏ពិតជារំជួយមែនទែនជីតាក៏ហាក់ដូចជាមានការបារម្ភជាមួយចៅបន្ទាប់ពីការទប់ប្រឆាំងចលងក៏លើសូថាឆ្វាច់បាត់ទៅហើយក៏បង្កឲ្យមានចំហាយសេះសល់វាក៏សាយភីនៅពេលនេះពួកគេក៏បានឈរប្រហែលជា80វិទៅលេខទៅមើលទីឈៀវគេក៏ចាប់ផ្ដើមក្អក3ដងនិងក៏ធ្លាក់លំពេញពីដៃនិងក៏និយាយពាក្យចឹងក្រោយយើងក៏ពិតជាចាញ់មែនទេនិយាយតែប៉ុណ្ណឹងគេក៏បានស្បៃទៅបន្តមក system គេក៏បានអបអរទៅកាន់ចៅហ្វាំងដែលបានសម្លាប់ទីឈើកម្រិតឧត្តមសេនីយ៍ផ្កាយ2នៅពេលនេះក៏ទទួលបាន 100k បន្ទុកទៅហើយជាមួយនឹងការប្រើប្រាស់ជំនាញដាវទេវភាពក៏បានថែម 50k ទៀតក៏ដូចជាការឡើងនៅកម្រិតរបស់ចៅហ្វាំងទៅកាន់ឧត្តមសេនីយ៍ផ្កាយ5បាត់ទៅហើយស្រាប់ពេលនឹងអ្នកទាំងពីរក៏ចង់ដើមមិនប្រួយប៉ុន្តែក៏ត្រូវបានអ្នកទាំងពីរនោះដាក់ផ្លូវរបស់ពួកគេបាត់ទៅហើយបន្តមកចៅហ្វាំងប្រាប់ទៅកាន់ជីតានឹងជួយសានថាគេមិនអីទេតារបស់គេក៏ប្រាប់ថាជីតាក៏ពិតជា happy មែនទែនដែលឯងមិនអីចៅហ្វាំងក៏បន្តថានៅពេលនេះទីឈើក៏ត្រូវបានគេកំចាត់ទៅហើយនៅពេលនេះក៏នៅសល់តែចវាយក្រងម្នាក់ទេជីតាក៏បានសួរថាឯងចង់ទៅមែនទេគេក៏តបថាពិតមិនហើយក៏ចង់ទៅវិមានរបស់ម្ចាស់ក្រុងដើម្បីជំរះនៅបញ្ជីស្បែកឆ្កែអស់តែម្ដងបន្ទាប់ពីនេះហើយគេក៏នៅសួរសុខទុក្ខរបស់គ្រួសារចៅដែលជាគ្រួសារសាខាធំនឹងឯងបន្តមកជនកំសាទាំងពីរត្រូវបានកំណត់មកពួកគេក៏បានសំវល់ទៅកាន់អ្នកប្រចៅហ្វាំងអត់ទុកជីវិតផងចៅហ្វាំងក៏បានតបថាកុំឲ្យយើងថាអ្នកប្រុសដោយសារតែឯងក៏បាត់ទៅលើគ្រួសារចៅដូច្នេះហើយលែងជាសមាជិកនៃគ្រួសារចៅទៀតហើយទោះរបស់ពួកឯងទាំងពីរគូតែបដិញ្ញចេញពីគ្រួសារចៅទៅ ព
ពួកគេក៏បានអរគុណទៅកាន់ចៅហ្វាងដែលបានទុកជីវិតឲ្យអ្នកទាំងពីរក៏បានដេញថាពួកឯងនៅអរគុណដល់ណាទៀតចេញទៅជីតារបស់ចៅហ្វាងក៏បានគិតថាភាពច្បោកច្បល់ត្រូវបានបង្កឡើងគ្រាន់តែធ្វើឲ្យឆ្មាំការពារទាំងអស់នេះរបស់តែប៉ុណ្ណោះហើយក៏គ្មាននរណាគេម្នាក់បាត់បង់ជីវិតឡើយជនក្បត់នៃគ្រួសារចៅក៏ត្រូវបានដោះស្រាយដោយមានអារម្មណ៍ថាស្ងប់ស្ងាត់បំផុតមើលទៅចិត្តរបស់ចៅហ្វាងក៏ពិតជាស្ទាយដូចជាឪពុករបស់គេមែនទែនកលេសទៅមើលសេស្តាំនៃកលេសរូបចម្លាក់គេក៏បានកត់ថានៅពេលនេះប្រព័ន្ធប្រឆាំងទៅលើការញៀនវាគឺមានប្រសិទ្ធភាពហើយនៅពេលនេះចៅហ្វាងគេក៏ពិតជាមិនទាន់ដឹងខ្លួននៅឡើយទេថាគេនៅពេលនេះត្រូវបានដាក់បញ្ចូលទៅលើគ្រួសារចៅទាំងមូលហើយនិយាយទៅប៉ុណ្ណេះគេក៏បានញ៉ាំផ្លែស្អីប៉ុណ្ណឹងទេដល់យើងក៏លេចទៅមើលទីតាំងនៃទីប្រជុំជននេះវិញមាននៅមនុស្សម្នាក៏ពិតជាអ៊ូអរមែនទែនមាននៅមនុស្សមួយក្រុមគេក៏បានដើរចូលមកអបអរសាទរទៅកាន់ម្ចាស់ក្រុងស៊ឺទូដែលបានខ្លាចជាតឡងនៃគ្រួសារចៅនៅអេវ៉ង់ទូនិងក៏ដូចជាការអរគុណទៅលើការថែរក្សារបស់លោកម្ចាស់ក្រុងនៅពេលអនាគតស៊ឺទូហៅជាគេក៏បានតបថាហើយលោកម្ចាស់រកគ្នាចំពោះការមើលការខុសត្រូវគ្មានអ្វីធំដុំទេវាដូចជាការជួយមើលគ្នាទៅវិញទៅមកតែប៉ុណ្ណោះម្នាក់ទៀតគេក៏បានតបថាឬមិនក៏លោកម្ចាស់ក្រុងចង់បានមាសបើប្រៀបធៀបជាមួយនឹងកូនប្រុសច្បងនៃគ្រួសារចៅនៅរាជធានីនោះចៅហ្វាងគេគ្រាន់តែជាមនុស្សកាកសំណល់តែប៉ុណ្ណោះរីឯផ្ទះរបស់គេក៏កលៀស៊ីអស់ទៅហើយអបអោខេក៏បន្តថាប៉ុន្តែគេក៏បានលើសូថាចៅហ្វាងនៅពេលនេះកម្លាំងរបស់គេក៏មានការកើនឡើងមែនទែនសម្បីតែកូនប្រុសរបស់លោកម្ចាស់ក្រុងក៏ត្រូវបានចៅហ្វាងកំចាត់ដែរចៅហ្វាយក្រុងប្រាប់ទៅកាន់ពួកគេកុំឲ្យមានការបារម្ភអីព្រោះតែគេបានឲ្យទីជាដឹកនាំឆ្មាំជាច្រើនដើម្បីទៅកំចាត់នៅគ្រួសារចៅរបស់គេហើយในเป็นเจ้าฟังเก็ประกาศจะត្រូវបានកំចាត់ជាមិនខានពួកគេក៏បានស្រែកថាអូមិនបីជាការទីជឿនេះទេនេះដូច្នេះពួកយើងបាច់បារម្ភទេគេលេទៅមើលចៅហ្វាងនៅត្រៃមកខាងគេក៏បានគិតថាហាមើលទៅពួកនេះក៏ពិតជាមានអារម្មណ៍ថាសប្បាយអរមែនតើដូច្នេះខ្ញុំក៏ត្រូវតែសរសេរសារអបអរសាទរនៃការ happy ទៅកាន់ពួកគេសិននៅពេលនេះអត្ថបទខ្លឹមសារក៏ត្រូវបានសរសេរហើយនៅពេលនេះនៅខ្វះតែអ្នកបញ្ជូនតែប៉ុណ្ណោះកលេចឡងសម្រាប់តបានឃើញពីក្បាលពួកគេក៏ពិតជាមានអារម្មណ៍ថា happy មែនតើព្រោះតែពួកគេចង់ជួយរួមធ្វើជាកញ្ចែរបស់លោកម្ចាស់ក្រុងព្រោះតែពួកគេដឹងពីអត្តកម្បាំងរបស់គ្រួសារចៅច្រើនណាស់កំពុងតែដល់ happy ចលងសម្រាប់តែចៅហ្វាងក៏ហៅពួកគេក៏ពិតជាមានអារម្មណ៍ថាភ័យមែនតើចៅហ្វាងក៏សួរថាមិនពួកឯងនិយាយអីខ្លះពួកគេក៏តបថាគ្រាន់តែនិយាយលេងតែប៉ុណ្ណោះចៅហ្វាងក៏បានប្រាប់ទៅកាន់ពួកគេថាមិនភ័យទេឯងចង់ធ្វើដំណើរទៅកាន់វាមានម្ចាស់ក្រុងមែនទេនៅពេលនេះក៏ចង់ពេលល្អមែនតើយើងក៏ចង់ឲ្យពួកឯងទាំងពីរយកនៅក៏ដង happy មួយជូនទៅកាន់គេពួកគេក៏ពិតជាឆ្ងល់មែនតើតើវាគឺជាអ្វីទៅក៏ស្រាប់ពេលដែលយើងក៏មិនទាន់ដឹងថាអេពីសូតបន្តវាទៅជាយ៉ាងណាយ៉ាងណីផងអេពីសូតទី12របស់យើងក៏ស្លេះតែត្រង់កន្លែងនឹងឯងជាយ៉ាងក្រោយក៏សូមអរគុណសម្រាប់ការគាំទ្រនិងការទស្សនាវីដេអូផ្ដាំដល់ចប់អធិស្ឋានរងនៅកំហុសខុសឆ្គងត្រង់កន្លែងណាក៏សូមអធិស្ឋានទៅដល់adminផងពីសំណាក់ពេលនេះមិនមេប៉ាឡុយ9ក៏សូមអរគុណសិនជម្រាបសួរបាយបាយ